សូមជម្រាបសួរប្រិយមិត្តជាទីរាប់អានទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនឹងធ្វើបទបង្ហាញមួយដែលតាក់ទងទៅនឹងរបៀបនៃការបង្កើតនៅ brand account ក៏ដូចជាបង្កើតនៅ channel ថ្មីមួយនៅលើ channel ដើមរបស់យើងបាទសួរថាហេតុអ្វីបានជាយើងចាំបាច់ត្រូវបង្កើតនៅ brand account ក៏ដូចជាបង្កើតនៅ channel ថ្មីនៅលើ account ចាស់របស់យើងបាទចម្លើយហ្នឹងគឺថាយើងបង្កើតនៅ brand account ក៏ដូចជា channel ថ្មីនៅលើ channel ចាស់របស់យើងគឺដើម្បីការពារនៅ channel ដើមរបស់យើងពីព្រោះថាកាលណាបើ channel ដើមរបស់យើងដែលបានភ្ជាប់ទៅនឹង Google account ហើយយើងអាចរកប្រាក់ចំណូលបានទៅតាមរយៈ YouTube ហើយនោះអញ្ចឹងកាលណាបើយើងអាប់ឡូតនៅវីដេអូណាមួយដែលតាក់ទងទៅនឹង copyright របស់គេក៏ដូចជាវីដេអូដែលតាក់ទងទៅនឹងរឿងអាភាសឬក៏រឿងសោកនាដកម្មផ្សេងអញ្ចឹងយើងខុសទៅនឹងគោលនយោបាយរបស់ក្រុមហ៊ុន YouTube អញ្ចឹងក្រុមហ៊ុន YouTube នឹងអាចធ្វើឲ្យយើង suspend នៅ channel ដើមរបស់យើងបានយ៉ាងហើយយើងត្រូវតែបង្កើតនៅ channel តូចៗក៏ដូចជា brand account តូចៗបន្ថែមទៀតនៅក្នុង channel ដើមរបស់យើងហ្នឹងដើម្បីរក្សាទុកនៅវីដេអូរបស់យើងបាទហើយយើងអាចអាប់ឡូតតទៅទៀតបាននៅពេលដែល channel ដើមរបស់យើងត្រូវបានគេ suspend យើងអាចយក channel តូចៗរបស់យើងហ្នឹងទៅអាប់ឡូតវីដេអូតទៅទៀតដើម្បីរកប្រាក់ចំណូលមកវិញបាទអញ្ចឹងដូច្នេះយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅអនុវត្តទាំងអស់គ្នាបាទអញ្ចឹងយើងចុចជ្រូមមកបន្ទាប់មកយើងចូលទៅនឹង YouTube របស់យើងsign in ចូលទៅ YouTube មកបាទអញ្ចឹងខ្ញុំចូលទៅ YouTube របស់ខ្ញុំតែម្ដងឥឡូវនេះខ្ញុំបានមកដល់នៅ channel YouTube របស់ខ្ញុំហើយនេះហើយគឺជា my channel គឺ my channel របស់ខ្ញុំបាទអញ្ចឹងនៅក្នុង channel ដើមរបស់ខ្ញុំហ្នឹងខ្ញុំចង់បង្កើតនៅ channel តូចៗបន្ថែមទៀតក៏ដូចជាបង្កើតនៅ brand account YouTube channel នៅក្នុង channel ដើមរបស់យើងបាទអញ្ចឹងយើងចូលទៅបង្កើតទាំងអស់គ្នាដោយចុចត្រង់កន្លែងនេះបាទបន្ទាប់មកយើងចុចពាក្យ YouTube series ត្រង់ចំណុចនេះហើយយើងចុចទៅហើយវានឹងឲ្យយើងនេះครับ create new channel យើងវាឲ្យយើងបង្កើតនៅ channel ថ្មីមិនន័យថាយើងចូលទៅបង្កើត channel ថ្មីទៀតទៅគឺចុច create new channel បាទយើងចុចត្រង់ហ្នឹងបាទអញ្ចឹងត្រង់ចំណុចនេះយើងមើលខាងលើនេះបាទខាងលើនេះដាក់ create a new channel or create a brand account អញ្ចឹងបានន័យថាយើងបង្កើតនៅ new channel ក៏ដូចជាបង្កើតនៅ brand account ថ្មីនេះ brand name ថ្មីរបស់យើងដោយយើងដាក់ឈ្មោះមកដូចជា brand account របស់ខ្ញុំដូចជា channel របស់ថ្មីរបស់ខ្ញុំបាទខ្ញុំដាក់ Time Watchនេះគឺឈ្មោះដែលយើងត្រូវដាក់
ដូចជាបងប្អូនអាចដាក់ឈ្មោះអ្វីដែលអាចតាក់ទងទៅបានទៅដែលតាមតែបងប្អូនទៅដាក់អញ្ចឹងខ្ញុំដាក់ time watch បន្ទាប់មកទៀតយើងចុច create ឥឡូវនេះវាបានកំពុងតែដំណើរការទៅហើយអញ្ចឹងយើងបានហើយ channel តូចរបស់យើងនេះគឺ time watch អញ្ចឹងយើងអាចដាក់រូបភាពរបស់យើងមកដាក់ channel art ឥឡូវដាក់ channel art មក channel art ហ្នឹងយើងអាចបដូរបានប៉ុន្តែឥឡូវនេះយើងដាក់មួយសិនទៅឥឡូវខ្ញុំដាក់ channel art បានហើយបន្ទាប់មកយើងបានបង្កើតនៅ brand account ក៏ដូចជា channel ថ្មីរបស់យើងរួចរាល់ហើយយើងអាចចូលទៅធ្វើការ modify ដូចជារបស់យើងមុនដែរបាទអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាតែម្ដងទៅឲ្យចុចត្រង់ចំណុចនេះបាទអញ្ចឹងយើងយក creator studio នៅពេលនេះវាមកដល់ចំណុចនេះយើងយក channel របស់យើងហើយវាមានដែលទាំងអស់ហ្នឹងហើយដែលយើងត្រូវ modify ដូចជាត្រង់ចំណុចនេះអញ្ចឹង do not qualify បានន័យថារបស់យើងហ្នឹងមិនទាន់បាន qualify ទេ confirm នេះ confirm ឡើយអញ្ចឹងបានន័យថារបស់យើងហ្នឹងមិនទាន់បានធ្វើការ modify ទាំងអស់ទេអញ្ចឹងយើងគ្រាន់តែបង្កើតនៅ channel ថ្មីរបស់យើងហ្នឹងនៅក្នុង channel ដើមរបស់យើងហើយបើសិនជាយើងចង់ធ្វើការ modify ក៏ modify ដូចតែដែលយើងបានធ្វើបាទដូច channel ដើមរបស់យើងនៅពេលនោះហើយដែលយើងត្រូវបង្កើតនៅត្រង់ចំណុចនេះបាទ monetization ហ្នឹងគឺអានេះវាអត់មានឲ្យទេអញ្ចឹងយើងមិនទាន់ធ្វើអីបានទេពីព្រោះយើងអត់ទាន់បាន confirm នៅឡើយអញ្ចឹងយើងគ្រាន់តែបង្កើតនៅ channel របស់យើងថ្មីហ្នឹងដើម្បីអាសាទុកឬថាបើយើងចង់ upload វីដេអូរបស់យើងក៏ចូលទៅ upload ធម្មតានៅចុចត្រង់ចំណុចនេះបាទគឺយើង upload វីដេអូចូលហើយយើងធ្វើម៉េចឲ្យបានវីដេអូ3ឡើងទៅអញ្ចឹងយើងបានយើងចាប់ដើមធ្វើការ modify នៅYouTube របស់យើងហ្នឹងទៅជា YouTube Partner បានន័យថាយើងចាប់ដៃជាមួយនឹង YouTube តែបើយើងមិនទាន់បានមានវីដេអូ upload ទេហើយយើងក៏មិនអាចបង្កើននៅ YouTube Partner បានដែរអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនប្រិយមិត្តជាទីរាប់អានទាំងអស់គ្នានឹងយល់នៅវីដេអូនេះផងដែររបៀបនៃការបង្កើតនៅ new channel ថ្មីយ៉ាងមានន័យថា channel ថ្មីរបស់យើងហ្នឹងបាទ